ជាការពិតហើយក្នុងការទទួលផលចោរកម្មនេះគេឲ្យយមន័យនឹងគឺត្រឹមត្រូវមែនតើហើយវាស្របជាមួយនឹងគោលការណ៍ទូទៅបានន័យថាបើគ្មានចេតនាគ្មានបទល្មើសលើកលែងតែករណីបានចាក់ច្បាប់ចែងជាក់លាក់ថាមានការធ្វើហេតុការវិជាការមិនប្រុងប្រយ័ត្នដែលជាកាតព្វកិច្ចតាមផ្លូវច្បាប់ហ្នឹងដោយបង្កឲ្យមានការខូចខាតអញ្ចឹងជាគោលការណ៍វាគឺតលមានចេតនាប្រព្រឹត្តពាក្យដាប់ដឹងថានេះក៏បង្ហាញដែរអំពីរឿងចេតនាមានន័យថាម៉េចគឺដឹងពីព័ត៌មានមួយដឹងពីវត្ថុមួយឬមួយក៏ទ្រព្យសម្បត្តិណាមួយឬមួយក៏ផលណាមួយវាកើតចេញពីបទល្មើសណាមួយពិតប្រាកដអានឹងដឹងពីរឿងហ្នឹងរួចទី2បង្កប់នៅចេតនាអីគឺចេតនាទទួលឬមួយក៏ទិញឬមួយក៏លះឬមួយក៏បញ្ជូននៅវត្ថុទាំងអស់នោះអញ្ចឹងនៅក្នុងការវិតម្លៃពាក្យដែលថាដឹងថានេះអានឹងវាមានស្ថានភាពមិនដូចគ្នាទេជាទូទៅវត្ថុមួយចំនួនវាមានវត្ថុដែលមានគេហៅថាឯកសារសម្រាប់បញ្ជាក់ហើយគេទាមទារចាំបាច់នៅក្នុងពេលដែលធ្វើចរាចរណ៍អានឹងជាការកំណត់របស់ច្បាប់នៅក្នុងពេលដែលដោះដូរឬមួយក្នុងការលក់ទិញឬមួយក៏ក្នុងការធ្វើអនុប្រទានហ្នឹងគេទាមទារឲ្យមានឯកសារបញ្ជាក់លើវត្ថុសិនអញ្ចឹងនៅក្នុងស្ថានភាពហ្នឹងគេត្រូវវាតម្លៃថាតើវត្ថុដែលត្រូវបានផ្លាស់ប្ដូរឬមួយក៏ត្រូវបានធ្វើអនុប្រទាននោះមានឯកសារនោះគ្រប់គ្រាន់ហើយឬនៅវាសមរម្យដែរទេឬមួយក៏ទី2គឺទៅតាមរយៈសកម្មភាពថាតើវាកើតនៅទីកន្លែងណាឧទាហរណ៍បើសិនជាយើងទៅដល់ទិញវត្ថុដែលគេលក់នៅក្នុងផ្សារតាមតូបលក់ដូរអានឹងគ្មានបទបញ្ញត្តិច្បាប់ណាមួយថាអ្នកឯងត្រូវដឹងថាវត្ថុនឹងអាចកើតចេញពីអំពើដែលជាបទល្មើសទេពីព្រោះស្ថានភាពបែបហ្នឹងគឺគេសន្មត់តាមផ្លូវច្បាប់ថាអ្នកនេះសុចរិតហើយអ្នកលក់នោះរឿងអ្នកលក់សុចរិតមិនសុចរិតអានឹងអត់បញ្ហាទេអានឹងជារឿងផ្សេងពីព្រោះអីពីព្រោះបើសិនជាមានការរដ្ឋបတ်ខ្លាំងទៅលើស្ថានភាពដល់ទីកន្លែងហ្នឹងវានាំឲ្យរាំងស្ទះទៅដល់ការធ្វើចរាចរណ៍ទំនិញអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ផលិតផលទំនិញទៀតអ្នកផលិតនោះមិនអាចយកចេញលក់ទេពីព្រោះឧទាហរណ៍បើសិនខ្ញុំចង់ទិញខោមួយខ្ញុំទៅដល់ផ្សារខ្ញុំសួរថាវត្ថុហ្នឹងបានមកពីណាខោហ្នឹងអ្នកលក់នោះថាទិញពីតូបអូឡ িম্প ិកតូបលេខប្រមាណខ្ញុំទៅតាមដល់អូឡ িম্প ិកគេថាអត់ទេឃ្លាំងនៅវងសោមទៅទៀតទៅតាមសួរព្រោះខ្លាចរបស់នោះលួចពីឃ្លាំងទៅដល់សួរឃ្លាំងថាយកមកពីរោងចក្រទេអញ្ចឹងខ្ញុំត្រូវតាមដល់រោងចក្រសិង្ហបុរីឯនោះដើម្បីបានខោមួយស្លៀកខ្ញុំត្រូវធ្វើដំណើររហូតដល់សិង្ហបុរីដើម្បីទិញខោអានេះវាជារឿងមួយដែលអត់សមហេតុផលទេអញ្ចឹងនៅក្នុងកន្លែងនេះគេសន្មត់មកថាអ្នកដែលទិញហ្នឹងហើយនឹងអ្នកដែលទិញអ្នកដែលទទួលយកដោយសារការទិញជាមួយការឲ្យនៅកន្លែងហ្នឹងអត់មានបញ្ហាអីពាក់ព័ន្ធជាមួយនឹងបាត់មកទេពីព្រោះអីច្បាប់វាសន្មត់ថាទីកន្លែងបែបនេះគឺអ្នកដែលទិញសុចរិតប៉ុន្តែឧទាហរណ៍ពាក្យថាដឹងធម្មតាអ្នកដែលទៅប្រព្រឹត្តបទល្មើសឬមួយក៏ជាពិសេសគឺចោលហ្មងតែទៅលួចរបស់អ្នកដទៃដល់ពេលយករបស់នឹងមកលក់មិនដែលបង្ហាញខ្លួនឯងចោលទេមានតែចោលណាដាក់ផ្លាកមួយថាចោលទ្របនេះទើបបានមកពីអំពើលួចអត់មានទេរឿងនេះវាមិនដែលមានអ្នកណាដាក់អញ្ចឹងទេប៉ុន្តែអីដោយសារតម្លៃដោយសារទិដ្ឋភាពសត្វចានម៉ាត់គេវាយតម្លៃថាអ្នកដែលទូទៅដឹងមកឧទាហរណ៍យើងអង្គុយនៅផ្ទះហើយជាពិសេសគឺអ្នកលក់ដូរទំនិញនេះខ្លះហ្នឹងស្រាប់មានមនុស្សមកដល់ដាក់វត្ថុមួយនៅក្នុងស្ពាតម្ដងអែបក្បែរហ្នឹងហុចទៅបងទិញទេកញ្ចក់ឡានតម្លៃប្រមាណកញ្ចក់ឡានគេតម្លៃ50-60រៀលតែទិញ5រៀលហើយ2រៀល5កាក់បានហើយហួយទិញសួរថាដឹងទេអត់ឃើញថាជននេះជាចោលវត្ថុដែលយកเอาនោះមិនមែនទៅសេថាវត្ថុដែលត្រូវបានយកឧទទួលបានពីបាត់មើលទេអញ្ចឹងទស្សនវិជ្ជាកលៈទេសៈហ្នឹងហើយដែលគេវាតម្លៃថាដឹងជននេះដឹងព្រោះយើងថាវាមិនឃើញអីតែថាគួរដឹងថាអត់ទេការមិនបានដឹងគឺមិនបានដឹងដោយកំហុសធ្ងន់ធ្ងរពីព្រោះស្ថានភាពបែបនេះត្រូវតែដឹងអាហ្នឹងគ្រប់ការដោះស្រាយនឹងក្តីគឺគេផ្អែកទៅលើស្ថានភាពបែបហ្នឹងចុះចំពោះឧទាហរណ៍បើសិនជាយើងយកមាសទៅលក់នៅក្នុងផ្សារយកមាសទៅមកតឡឹងយកទៅដល់លក់នៅកន្លែងគេទិញមាសរួចសួរថាកន្លែងទិញមាសគេដឹងថាមាសហ្នឹងរបស់អ្នកណាទេគេមិនអាចកំណត់បានថាមាសហ្នឹងបានមកពីអំពើចោរកម្មកើតទេអញ្ចឹងបើគេទិញមាសហ្នឹងហើយវាជារឿងមួយត្រឹមត្រូវហើយអត់មានអីខុសទេអ្នកដែលទិញហ្នឹងអត់មានកំហុសអីទេប៉ុន្តែមានស្ថានភាពខ្លះដែលគេវាតម្លៃពីរឿងថាតើដល់ពេលដែលទិញបាននោះអ្នកដែលជាម្ចាស់ត្រូវធ្វើម៉េចអានឹងតាមក្រមរដ្ឋបៃនីគេចែងថាបើសិនជាវត្ថុដែលបាត់គឺមាត្រា194អនុប្រទាននៅវត្ថុដែលលួចឬវត្ថុបាត់នោះក្នុងកថាខណ្ឌមួយគេថាក្នុងករណីដែលកំណត់ក្នុងមាត្រា193នៃក្រមនេះប្រសិនបើវត្ថុដែលត្រូវបានធ្វើអនុប្រទានជាវត្ថុដែលលួចឬបាត់ជនរងគ្រោះម្ចាស់វត្ថុអាចទាមទារឲ្យអនុប្រទាននឹកសងវត្ថុនោះវិញបានប៉ុន្តែក្នុងអំឡុងពេល2ឆ្នាំប៉ុន្តែដល់សងធ្វើម៉េច
thử bong nằm lái ô tí ho mà cha này mi mà ta lắc nó để bắt hồi cái vô từ lúc ao nhặt tính kia sao chả đặt đá hồi tay vô mà vĩnh ban thì ấp thái thế của trong ban chiên trái này chiên lại chạy kế nè và nó bằng lôi kia với mau vì phụ ấy vì phụ nè tính lúc nè ọt miên cầm hỏi thì dẫn viên mình men chỉ riêng mũi để bẹt qua cho mũi nứng ông bự tôi phò chào cam thế vì phụ bự chào tôi phò chào cam sầm khăn mà phót bị thà đăng thà nứng miền đây thà mạnh đăng thà thì thử ghi đầm lái tới phải từ lừa kẹt giặc tới chặt bỏ chấm nút ai từ lừa thà là nâng cả lạc thì sạch chung vinh pe lại bảo là mùi bàn cả lại anh ấy từ tiền miền lái thà chun bàn đăng rừng bàn đăng mà